នេះលក់មិនទៅហាស្អុយរលួយអស់ហើយអញទិញយកទៅស៊ីអេឃើញគួរឲ្យអាណិត4រៀលយកទៅទាំងអស់ចុះចេញជានគរនេះឈួតមែនតែនហើយទិញសាច់ស្អុយច្បាស់ជាឃ្លានដល់លេងរើហើយមើលទៅប្រហែលមែនហើយឯងមើលរាងកាយវាទៅដូចអ្នកសុំទានអញ្ចឹងតែចេននេះឈួតបាត់ហើយដឹងអាសាច់ស្អុយសោះទុកដូចជារបស់មានតម្លៃយកខ្លួនឯងធ្វើសន្ទូចហេឈួតទេដឹងត្រូវគ្រូសាវ៉ាងដេញចេញដល់ថ្នាក់ទាំងបេះដូងហើយមើលទៅក្រែងលោចង់លោតទឹកសម្រាប់ខ្លួនទេដឹងមើលទៅគ្រប់គ្នាមើលទៅនេះហើយជាសម្រាមដែលគ្រូសាវ៉ាងយើងចិញ្ចឹមខួរក្បាលខូចបាត់ហើយចាំមើលទៅតិចទៀតឆ្លើងក្នុងទឹកនឹងខំជើងវាឲ្យរលួយមិនខានដល់ពេលនោះចាំមើលវាយំអង្វរឲ្យយើងទាញវាឡើងត្រូវហើយគឺត្រង់នេះឯងអញប្រាប់ហើយថាវាល្ងងពួកឯងមិនជឿមើលចុះត្រាំទឹកភក់លំហែណាស់ណោះកំរាច់ហើយទាញឡើងព្រះឲ្យកន្ធាយៈធំម្លេះអាមួយនេះយ៉ាងហោចណាស់ក៏10គីឡូដែរនេះចិញ្ចឹមក្នុងស្រះប៉ុន្មានឆ្នាំហើយរបស់នេះប៉ុណ្ណាថៃកែធំនៅក្រុងចូលចិត្តណាស់ដណ្ដើមគ្នាទិញមកថ្លៃម៉ៅស្រះ300រៀលបានតែកន្ធាមួយនេះមិនត្រឹមតែរួចដើមទេថែមទាំងចំណេញកប់ក្តោងទៀតក្នុងប្រឡាយទឹកស្អុយនេះសោះមានលក្ខរបស់មានតម្លៃបែបនេះផងចេញជានគរឯងជាអ្នកក្រៅមានសិទ្ធិអីយកទៅស្រះនេះជារបស់ភូមិកន្ធានេះគឺជាទ្រព្យសម្បត្តិរួមរបស់ភូមិយើងឯងចង់លេបតែឯងអេកុំសង្ឃឹមនេះជារបស់ខ្ញុំពួកឯងធ្វើអីហ្នឹងពួកឯងនៅមានកិច្ចខ្មាស់ទេបងជានគរបានប្រាប់ហើយថាម៉ៅស្រះនេះកិច្ចសន្យាក៏ស៊ីញេរួចមេភូមិក៏យកព្រមដែររបស់ក្នុងស្រះនេះច្បាស់ជារបស់គាត់ហើយពួកឯងនេះប្លន់ស្រស់មកនាងឯងជាស្អីគេទីនេះគ្មានកន្លែងឲ្យនាងឯងនិយាយទេជប់ភ្លាមទៅស្វាងជាងឯងហ៊ាននាំគេមកបង្កចំនួនទាំងកណ្ដាលថ្ងៃត្រង់អេចង់ធ្វើអីចង់ធ្វើចោលប្លន់នៅមុខអញអេជានគរអញជាអ្នកនិយាយម៉ាត់ណាម៉ាត់នឹងឯងអាចយកអ្នកភូមិធ្វើជាសាក់សីបានចាំបន្តទៀតចុះអញទុកពេលឲ្យឯង3ថ្ងៃក្នុងរយៈពេល3ថ្ងៃនេះត្រូវយកលុយថ្លៃម៉ៅ300រៀលមកបង់ឲ្យគណៈកម្មការភូមិឲ្យគ្រប់ទាំងស្រះនេះទាំងកន្ធាយៈនេះគឺជារបស់ឯងទាំងអស់ប្លន់មិនបានសម្រេចចេញជានគរឯងចាំមើលទៅរឿងនេះមិនទាន់ចប់ទេវើយអាជានគរនេះពិតជាសំណាងធ្លាក់ពីលើមេឃមែនសំណាងអីវាបដូរដល់ជីវិតតើបើជាឯងហ៊ានចុះត្រាំទឹកភក់ស្អុយនោះកន្លះយប់អត់មែនហើយប៉ុន្តែអាល្ងងដូចវាទោះយកកន្ធាយនេះទៅលក់ក៏មិនប្រកាសថាបានលុយដែរបងជានគរផ្លូវទៅទីរួមស្រុកឆ្ងាយណាស់ខ្លួនបងមានរបួសទៀតយកនំនេះទៅរងពោះតាមផ្លូវទៅធ្វើដំណើរប្រុងប្រយ័ត្នផងណាស្រីមេម៉ាយម្នាក់ជួយខ្ញុំដល់ថ្នាក់នេះត្រូវអ្នកភូមិនិយាយដើមអាក្រក់បណ្ណាទៅទឹកចិត្តមួយនេះខ្ញុំចងចាំទុកហើយលោកតាឡាននេះលោកតាយកទៅប្រើចុះទៅឲ្យលឿនមកវិញឲ្យលឿនអរគុណឃើញអត់យកក្រណាត់រហ័យគ្រប់ចិត្តឈឹងវាស្មានតែរបស់ដែលវារកបានពីភក់ស្អុយនោះអាចដូរយកលុយបានមែនពុះពេលហើយមើលតែរៀងវាទៅយើងចាំមើលវារុញរទេសត្រឡប់មកវិញទាំងកំសត់ចុះបងជាងវាដើរទៅឆ្ងាយហើយយើងពិតជាមិនប្លន់មែនហេអានឹងអាចលក់បានរាប់រយរៀលណាប្លន់មានតែមនុស្សល្ងងទេដែលធ្វើអញ្ចឹងតាមវាទៅចាំវាទៅដល់ទីរួមស្រុករកបានអ្នកទិញសិនចាំគិតទៀតដល់ពេលហ្នឹងអញនឹងឡើងទៅស្រែកប្រាប់គេថាអាមួយនេះវារាវបានពីក្នុងស្រះខ្មោចស្លាប់អ្នកណាស៊ីច្បាស់ជាមានជំងឺធំមិនខានមើលមានអ្នកណាហ៊ានទិញអត់ឆ្លាតមែនធ្វើបែបនេះការជួញដូរច្បាស់ជាខូចខាតមិនខានចុងក្រោយវារកបានមួយសេនក៏ត្រូវយកកន្ធាយនោះទៅបោះចោលដែរដល់ពេលនោះយើងទៅរើសយកមកវិញដោយហ្វ្រៃទៅលក់យកលុយនេះគេហៅថាចាប់ចោលដោយដៃទេយល់អត់ខួរក្បាលបងជាងពិតជាឆ្លាតមែនមើលរៀងវាកំសត់ចុះនៅមានទឹកចិត្តស្រោចទឹកឲ្យវាទៀតកាត់មកជាកម្មក៏ពិតអុយមនុស្សនេះធំក្លិនអីហ្នឹងសុទ្ធតែភក់ស្អុយចង់ងាប់ណែអាសុំទៀនមកពីណាប្រញាប់ចេញទៅគុំមករ៉ាំងយើងរកស៊ីអ្នកគ្រប់គ្រងកន្ធាយៈព្រៃធំបែបនេះក្បាលធំប៉ុនដណ្ដាប់ដៃឯងមើលក្រញ៉ាំវាទៅកាច់សាហាវណាស់ខ្ញុំធ្វើការរាប់ឆ្នាំហើយមិនដែលឃើញទេហឹមមើលទៅរៀងធំគួរសំដែតែថារបស់នេះមើលទៅមិនសូវស្រស់សោះមិនដឹងជារាវបានពីស្រះទឹកស្អុយណាទេសាច់ច្បាស់ជាចាស់ហើយស្អុយទៀតមានក្លិនភក់មនុស្សធំប៉ុណ្ណេះមិនសូវមានតម្លៃទេយកអញចេះចុះយល់ថាអញរុញរទេសមកពីជំងាយលំបាក50រៀលលក់ក៏លក់មិនលក់ក៏ឆាប់ចេញទៅកុំឲ្យខាតពេលអញ50រៀលនេះវាមិនខុសពីប្លន់ទេឃ្លាតពីលុយថ្លៃម៉ៅ300រៀលឆ្ងាយណាស់អ្នកទាំងអស់គ្នាកុំចាញ់បោកកន្ធាយនេះស៊ីមិនបានទេនេះគឺជារបស់ដែលរាវបានពីស្រះព្រៃក្នុងភូមិយើងស្រះនោះធ្លាប់មានមនុស្សលងទឹកស្លាប់ស្អីណាស់មិនដឹងជាមានជាតិប៉ូលីអត់ទេអ្នកណាស៊ីអ្នកនោះមានជំងឺនឹងហើយទើបតែវាធំបែបនេះតាមពិតសុទ្ធតែស៊ីអាសាច់នោះសោះអ្នកណាហ៊ានស៊ីទៅគួរឲ្យខ្ពើមណាស់មិនទិញទេឯងប្រញាប់រុញចេញទៅឲ្យទេក៏មិនយកដែរទៅចេញជានគរអញប្រាប់ឯងតាំងពីដើមហើយថាឯងជាមនុស្សគ្មានបានការទទួលស្គាល់ការពិតទៅឥឡូវឯងយកវាទៅបោះចោលក្នុងប្រឡាយទឹកស្អុយទីនោះទៅអញនៅមានចិត្តធွာឲ្យឯង2រៀលទិញនំប៉័ង2ស៊ីទៅកុំឲ្យដាច់ពោះស្លាប់នៅទីរួមស្រុកអ្នកណានិយាយថារបស់ក្នុងស្រះទឹកស្លាប់ស៊ីមិនបាន